លោកគ្រូនិយាយមិញល្អខ្លាំងកុំសាកថ្មជីវិតហ្នឹងគឺកុំឲ្យសាកខ្លាំងពេកសំខាន់ដល់ការរៀនអំពីចំណេះដឹងអ្វីដែលយើងអត់មានជាពិសេសចំណេះដឹងហិរញ្ញវត្ថុរៀនបណ្ដាលក់ដូរបណ្ដាហើយក៏សប្បាយចិត្តរីករាយនឹងការអភិវឌ្ឍតាមលោកគ្រូបាត់តាមអនឡាញហ្នឹងតែសំខាន់ការអនុវត្តពេលដែលយើងស្ដាប់ហើយយល់ហើយយើងយកមកអនុវត្តយ៉ាងនេះខ្ញុំរៀនសូត្របានច្រើនហើយក៏គេហៅថាសំលៀងបន្ថែមខ្ញុំរៀនពីលោកគ្រូបានការសន្សំទៅជាទម្លាប់មួយវ៉ាវអាហ្នឹងធ្វើបានជាទម្លាប់ហើយទោះតែឬច្រើនគឺឲ្យទៅជាទម្លាប់ជារៀងរាល់ថ្ងៃហើយជារឿយអញ្ចឹងទៅហើយថ្ងៃនេះបដោតថែមទី1គ្រប់គ្រងហិរញ្ញវត្ថុកត់ចំណូលកត់ចំណាយឲ្យច្បាស់លាស់បូកដកឲ្យច្បាស់លាស់ហើយមួយទៀតការគ្រប់គ្រងអារម្មណ៍វ៉ាវអារម្មណ៍ហ្នឹងគឺមុននឹងសម្រេចចិត្តទិញទ្រព្យឬក៏ទិញអំណុលត្រូវខ្លាំងពជាពេលគិតឲ្យមកចាត់ពីចំណូលពីសមត្ថភាពពីលទ្ធភាពរបស់យើងសិនមុននឹងទិញចាហើយខ្ញុំពេញចិត្តពីលោកគ្រូថារៀនអនុវត្តឲ្យចែកម្លែកអញ្ចឹងអតិថិជនណាដែលមកជួបខ្ញុំអាចចែកម្លែកអំពីលុយអំពីចំណេះដឹងហិរញ្ញវត្ថុហ្នឹងខាតចំណេញអីធ្វើអីខាតធ្វើអីចំណេញណាគឺចែកទៅប្រាប់គាត់តើអ្នកឆ្ងល់ទេគ្រួសារអ្នកមានគ្រប់គ្រងលុយយ៉ាងដូចម្ដេចតើអ្នកចង់ឲ្យគ្រួសាររបស់អ្នកចេះគ្រប់គ្រងលុយដោយគ្រួសារអ្នកមានដែរឬទេនេះជាឱកាសសិក្សាជាមួយលោកខំពិសិដ្ឋក្នុងកម្មវិធី Cash Flow Online ផ្ដោតលើការរៀនការអនុវត្តវិនិយោគសាកល្បងដើម្បីជួយអ្នកនិងគ្រួសាររបស់អ្នកបង្កើតទម្លាប់ហិរញ្ញវត្ថុដ៏រឹងមាំអ្នកនឹងរៀនពីរបៀបដែលគ្រួសារអ្នកមានគ្រប់គ្រងលុយចេះគ្រប់គ្រងចំណូលនិងចំណាយបង្កើតទម្លាប់ល្អក្នុងការសន្សំទ្រព្យជាប្រចាំអនុវត្តវិនិយោគសាកល្បងដើម្បីបង្កើនជំនាញវិភាគនិងការសម្រេចចិត្តលើពីនេះទៅទៀតអ្នកនឹងបានចូលរួមជាមួយនឹងគ្រួសារខ្មែរជាច្រើនដែលស្រឡាញ់ការរៀនសូត្រចែករំលែកបទពិសោធន៍និងរីកចម្រើនជាមួយគ្នាដើម្បីចុះឈ្មោះចូលរួមនៅក្នុងកម្មវិធីនេះសូមតាក់ទងមកក្រុមការងាររបស់យើងឥឡូវនេះឬផ្ដល់ជាលេខទូរស័ព្ទនៅក្នុង comment ឬ inbox ដើម្បីឲ្យក្រុមការងារទំនាក់ទំនងនិងផ្ដល់ព័ត៌មានលម្អិតជូន